បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀនស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមកសូមទស្សបារមីនៃអង្គធ្គាមខ្ទីងបងប្អូនណាបាទអង្គធ្គាមខ្ទីងពណ៌គឺយកមកដាក់សាកនៅលើដើមចេកបងប្អូនណាបាទនេះគឺខ្ញុំការចេកបងប្អូនណាបាទសិតតែចំការចេកទាំងអស់តែម្ដងបងប្អូនណាបាទសិតតែចំការចេកបាទនេះឃើញទេសិតតែចំការចេកទាំងអស់តែម្ដងហើយខ្ញុំក៏សូមទស្សបារមីអង្គធ្គាមខ្ទីងនេះគឺយកមកដាក់សាកនៅលើដើមចេកហើយបងប្អូនឃើញតែពណ៌ឃើញតែសម្បុរអង្គធ្គាមខ្ទីងនេះគឺមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេហើយឥឡូវនេះគឺខ្ញុំដាក់នៅលើដើមចេកនេះគឺចំនួន15នាទីហើយបងប្អូនណាចំនួន15នាទីហើយអញ្ចឹងរបស់ដែលវាប្រុងនឹងលូតប្រុងនឹងអីនោះគឺយើងដាក់តែ5នាទីឬក៏10នាទីហ្នឹងគឺលូតហើយដើមចេកបងប្អូនណាតែបើរបស់មិនលូតគឺនៅតែមិនលូតដដែលលោកដែលមានរិទ្ធមានតេជះនិងមានបារមីពីធម្មជាតិបាទពណ៌សម្បុរបែបនេះបើសិនជាខ្នាយបើសិនជាចែបើសិនជាភ្លុកឲ្យវិញមិនធម្មតាទេបងប្អូនណាបាទតែធ្គាមនេះក៏មិនធម្មតាដែរបងប្អូនណាធ្គាមខ្ទីងវ៉បងប្អូនធ្លាប់ប្រើតែខាងពឹសពណ៌ខាងអីចឹងទៅបងប្អូនណាបាទតែបងប្អូនខ្លះក៏គាត់មិនបានដឹងដែរប្រភេទនៃអង្គធ្គាមខ្ទីងវ៉នេះគឺប្រើបានទាំងពីភាពត្រជាក់ត្រជុំលក់ដូររស់ស៊ីនិងការពីរាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាបជាគ្រោះបជាភ័យឥឡូវបងប្អូនឃើញជាក់ស្ដែងទាំងអស់គ្នាហើយបងប្អូនណាបាទនេះគឺខ្ញុំដាក់នេះគឺចង់អស់មួយធូបទៅហើយបងប្អូនណាបាទហើយខ្ញុំក៏ថតប្រហែលជា4-5នាទីទៀតអញ្ចឹងវាឡើងចង់20នាទីទៅហើយបងប្អូនណាបាទអញ្ចឹងឃើញថាលោកមិនលូតមិនលាស់មិនឡើងនោះទេបងប្អូនណាមិនលូតមិនលាស់មិនឡើងនោះទេលោកពិតជាមានរិទ្ធមានតេជះនិងមានបារមីមិនធម្មតាមែនបងប្អូនណាបាទឆ្អឹងខ្ទីងនេះដែលមានអាយុកាលរាប់រយឆ្នាំបងប្អូនណាដែលមានអាយុកាលរាប់រយឆ្នាំអញ្ចឹងមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេកម្លាំងរបស់លោកមិនចាញ់ខ្នាយកាច់មិនចាញ់ចែកាច់ខ្នាយតាន់នោះទេបងប្អូនណាបាទគឺកម្លាំងរបស់លោកបាទដោយសារយើងដាក់នៅលើដើមចេកគឺលោកមិនលូតមិនឡើងនោះទេបងប្អូនណាបាទលោកពិតជាមានរិទ្ធមានតេជះនិងមានបារមីពីធម្មជាតិរបស់លោកពិតប្រាកដមែនបងប្អូនណារបស់ដែលមានញាណបារមីគឺបែបហ្នឹងបងប្អូនណាឥឡូវយើងកុំឲ្យរៀបរាប់និយាយកុំឲ្យវីដេអូវាវែងឆ្ងាយពេកហើយយើងក៏សូមឲ្យបងប្អូនទស្សនាទាំងអស់គ្នាតើដើមចេកលូតឬក៏មិនលូតយើងដឹងហើយបងប្អូនណាបាទនេះឃើញហើយបងប្អូនដើមចេកគឺនៅស្មើជ្រេញខោងទៅក្រោមទៀតបងប្អូនណាមិនមែនតែស្មើទេគឺខោងទៅក្រោមទៀតបងប្អូនណាគឺខោងទៅក្រោមទៀតបាទនេះឃើញទេបាទគឺមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេប្រភេទនៃធ្គាមខ្ទីងវ៉បងប្អូនណាពណ៌សម្បុរគេហៅថាពណ៌ល្មៀតបងប្អូនណាបាទឡើងពណ៌ល្មៀតពីធម្មជាតិនេះដូចខ្ញុំរៀបរាប់អញ្ចឹងបើសិនជាខ្នាយបើសិនជាអីវិញបងប្អូនណាបាទគឺមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេបាទអញ្ចឹងប្រភេទនៃធ្គាមខ្ទីងវ៉នេះពិតជាមានរិទ្ធមានតេជះនិងមានបារមីពីធម្មជាតិមែនបងប្អូនណាពិតជាមានបារមីពីធម្មជាតិមិនធម្មតាមែនបងប្អូនណាគឺមិនធម្មតាទេបាទគឺជាប្រភេទនៃធ្គាមខ្ទីងវ៉យើងអាចហៅថាខ្ទីងស៊ីពោះបងប្អូនណាអញ្ចឹងយើងការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបជាគ្រោះបជាភ័យហើយលោកមានរិទ្ធមានតេជះនិងមានបារមីពីធម្មជាតិរបស់លោកពិតប្រាកដតែម្ដងបងប្អូនឃើញទេដូចជាបងប្អូនឃើញនៅក្នុងរូបភាពនេះស្រាប់អញ្ចឹងបាទឃើញថាដើមចេកគឺយើងដាក់ទៅគឺមិនលូតមិនឡើងតែម្ដងបងប្អូនណាបាទគឺស្មើចេះតែម្ដងបងប្អូនណាបាទស្មើចេះតែម្ដងឃើញទេបងប្អូនបាទហើយចឹងក៏អត់មានអីទៀតទេបងប្អូនណាយើងសាកនេះមិនមែនចង់ឈ្នះចង់ចាញ់នៅវត្ថុស័ក្តិសិទ្ធិនោះទេបងប្អូនណាបាទក៏ប៉ុន្តែយើងសាកដើម្បីឲ្យបងប្អូនដែលគាត់យកទៅគោរពបូជាថែអាសាបាទគឺគាត់មានទំនុកចិត្តបងប្អូនណាគឺគាត់មានទំនុកចិត្តចឹងរបស់នេះបានទាំងការពារបានទាំងការពារនៅសត្វអាសេរពឹសផ្សេងបានទាំងការពាររាល់នៅអំពើមុនខ្មៅបាទបានទាំងស្នែលក់ដូររស់ស៊ីប្រភេទធ្គាមបងប្អូនណាបាទហើយនេះគឺដើមចេកគឺមិនលូតទេបងប្អូនណាគឺមិនលូតទេ20នាទីហើយបងប្អូនណាគឺ20នាទីជាងហើយបាទគឺមិនលូតមិនឡើងនោះទេបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទហើយចឹងក៏អត់មានអីទៀតទេបងប្អូនណាបាទក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទហើយបើសិនជាខ្ញុំនិយាយទៅក៏លើលុះនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់ក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទធ្គាមខ្ទីងវ៉ពិតជាអស្ចារ្យបងប្អូនណាបាទពិតជាអស្ចារ្យណាស់មិនធម្មតាទេបងប្អូនណាបាទ